ជំរាបសួរបងប្អូន ថ្ងៃនេះថ្ងៃទី20ហើយ27ហើយបាទអញ្ចឹងថ្ងៃនេះមកមើលពោតបងប្អូនហើយពោតនេះស្ថិតនៅក្នុងខេត្តប៉ៃលិនណាបងប្អូនខ្ញុំដាំបានចំនួន12ថ្ងៃហើយអញ្ចឹងឃើញថាពោតហ្នឹងអាយុវា12ថ្ងៃហ្នឹងបានស្លាប់ប៉ុណ្ណឹងបងប្អូនហើយតាំងពីដាំមកហ្នឹងទំតែត្រូវភ្លៀងថ្ងៃនេះទេបាទ12ថ្ងៃហ្នឹងគឺដាំមករាំងស្ដោកហ្មងអញ្ចឹងហើយថ្ងៃនេះត្រូវភ្លៀងអញ្ចឹងយើងមកមើលតើយើងត្រូវបាញ់ថ្នាំអីថ្នាំប៉ូវមុនឬមួយក៏បាញ់ថ្នាំស្មៅមុនអញ្ចឹងបងប្អូនឥឡូវឃើញថាយើងអត់តាន់បាញ់ថ្នាំស្មៅទេយើងចង់បាញ់ថ្នាំប៉ូវមកវគ្គសិនពោតនៅប៉ុណ្នេះមើលអត់តាន់ឃើញទេបងប្អូននិយាយមើលហេតុទេពោតវានៅអត់តាន់ពេញដីពោតខ្លះក៏មិនតាន់ដុះផងហើយនេះជាដីក្រហមបាទដីក្រហមសុទ្ធបងប្អូនអញ្ចឹងថ្ងៃនេះឃើញថាភ្លៀងម្សិលមិញហ្នឹងវាគួរសមដែរគេអាចទទួលយកបានតើស្អិតជើងហើយតែពាក់ព័ន្ធជាមួយដីយើងកាយមកឃើញថាដីសើមខ្លាំងសើមជ្រៅមែនទែនបាទចង់ភ័យដែរហ្នឹងបងប្អូនដាំបានជាង10ថ្ងៃហើយអត់ត្រូវភ្លៀងសោះហើយពូជថ្លៃផងអានេះពូជ48មករង620000លុយខ្មែរពោតនៅតូចមើលឃើញដីច្រើនជាងបងប្អូនបាទចឹងវីដេអូអត់មានអីទេមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់ក្នុងការចែករំលែកមើលកំសាន្តឃើញមករយៈនេះពោតអ្នកដាំដើមដៃនេះបងប្អូនមើលនៅជប់ព្រំខ្ញុំពោតដាំដើមដៃនេះឃើញថាដុះល្អហើយចាប់តែពេលចាប់ដើមពោតលែងខ្លួនរាំងយកហ្មងរាំងចំនួន2ខែអញ្ចឹងពោតអត់មានស្នៀតទេធំចកេះធំចកងឯពោតនេះបងប្អូនបាទអញ្ចឹងអាណិតណាអាណិតអ្នកអើយដាំវគ្គដើមដៃអាណិតមែនតែមិនដឹងធ្វើម៉េចព្រោះចង់មានន័យថាយើងដីជប់គ្នាមែនប៉ុន្តែគេហៅថាការតដរស់ផ្សេងគ្នាគាត់ដាំមុនគាត់ចង់បានលុយមុនហើយខ្ញុំនឹកឃើញថាខ្ញុំដើមដៃនេះវាមិនសូវសង្ឃឹមទេវារាំងអញ្ចឹងខ្ញុំសុកចិត្តដាំតែចុងដៃមួយសាតែចុងដៃនឹងចង់ភ័យទៀតណាដាំបាន12ថ្ងៃហើយទឹមតែមេឃភ្លៀងមិនតាន់ភ្លៀងហ្នឹងគឺដេកភ័យមែនទែនដេកបន់ភ្លៀងហើយបើចំណែកមកមើលនេះពោតនេះវិញអាណិតគាត់ពោតនេះអត់មានស្នៀតទេធំចកងហ្នឹងបើអាណាធំចកេះមានស្នៀតតែស្នៀតក៏អត់មានក្របដែរហើយមិនតិចទេបងប្អូនដីនេះម្ចាស់គាត់ដាំខ្ទង់ជាង10អត្តាចូល15អត្តាអត់គ្មានបានអីទេអញ្ចឹងគួរអាណិតគាត់មែនទែនបាទតែយើងមិនដឹងធ្វើម៉េចបើកលៈទេសៈពេលវេលាវាត្រូវតែជួបហេតុការណ៍អញ្ចឹងបងប្អូនបាទឥឡូវយើងមើលយើងបានប៉ុណ្ណេះបានមួយមេប៉ុណ្ណេះមកមានន័យថាមេនេះវារឿងធ្ងន់ដែរភ្លៀងចូល2ម៉ោងអញ្ចឹងបើប្រសិនបើពាក្យថាប្រសិនបើរាំងណាបើរាំង10ថ្ងៃក៏យើងអត់ភ័យដែរអញ្ចឹងបងប្អូនវិសាអីការដែលដាំហ្នឹងមេឃភ្លៀងស្ទើរជាងនេះយើងដាំបានដុះតែដល់ដុះហើយចេះឲ្យបានមួយមេមកចេះទៅវាពេញកម្លាំងណាបងប្អូនពោតកម្លាំងណាបងប្អូនអើយយើងដាំតាមអាសាចុងដៃអញ្ចឹងយើងព្យួរពីជើងពីដើមដៃមកវាលលួយស្មៅទៅជីកំប៉ុស្តច្រើន
បាទហើយស្អែកចុះបាញ់ថ្នាំពោមួយជើងចោលសិនបងប្អូនបាញ់ថ្នាំពោមួយជើងចោលរួចពោតនឹងអាយុប្រហែលជា25ថ្ងៃទៅ30ថ្ងៃយើងនឹងចុះបាញ់ស្មៅហើយពូជ48នេះយើងបាញ់ស្រួលណាស់បងប្អូនពូជ48នេះយើងដាក់ថ្នាំ48ទឹកឃ្មុំហ្នឹងស្រោចពីលើហ្មងអត់ដូចពូជផ្សេងទេបើពូជខុសពីវាយើងបាញ់រើសថ្នាំបាញ់ចំមិនស្រួលហ្នឹងឲ្យលួយបដូលតែសម្រាប់ពូជ48ហ្នឹងគឺអត់ទេគឺមកស្រួលពាក់ព័ន្ធនឹងពូជ48នេះដែរតកៅក៏អត់ស៊ីបាញ់ស្មៅក៏ស្រួលគាត់ថាតម្លៃរឿងថ្លៃតិចបងប្អូនមហាត់600000ជាងថ្លៃតិចបាទតែថ្លៃមែនប៉ុន្តែយើងស្រួលទី1ចំណេញលុយថ្លៃបាញ់តកៅបើពូជទៅជុះយើងអាចបាញ់ចន្លោះ2 ដងទៅ 3 ដងបើ2 ដងដឹងតែបាញ់ហើយបងប្អូនតែនេះអត់ទេយើងចំណេញហ្នឹងមួយខ្ញុំជិះមកតាមផ្លូវឃើញគេដាំពូជធម្មតាឃើញតកៅស៊ីតិចហើយឡើងសស្លឹកតែប៉ុនខ្ញុំនេះអត់ទេបងប្អូនមើលគឺស្អាតហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងចែករំលែកកំសាន្តកុំភ្លេចជួយគាំទ្រផងបងប្អូនបាទសូមអរគុណច្រើន